ពាក្យមួយដែលវារំជួលចិត្តខ្ញុំមែនតើនៅពេលហ្នឹងគឺពាក្យឪពុកដែលនៅឋានសួគ៌ហើយនៅពេលនោះចប់ពីការអធិប្បាយមួយហ្នឹងលោកគ្រូគង្វាបានឲ្យយើងទាំងអស់គ្នាថ្វាយដួងចិត្តទៅកាន់ព្រះអង្គហើយយើងបានអធិដ្ឋានអញ្ចឹងនៅពេលនោះខ្ញុំបានអធិដ្ឋានថាអរគុណព្រះអង្គនៅពេលហ្នឹងគឺខ្ញុំបានជាសះស្បើយពីជំងឺហើយបងស្រីរបស់ខ្ញុំបងស្រីបងអស់របស់ខ្ញុំគឺគាត់បានហៅខ្ញុំមករកការងារធ្វើនៅភ្នំពេញខ្ញុំក៏អត់ទាន់ទទួលជឿព្រះអង្គដែរប៉ុន្តែបងស្រីរបស់ខ្ញុំគាត់ជាអ្នកដែលជឿលើព្រះអង្គហើយខ្ញុំចាំបានថាពេលវេលាមួយនោះខ្ញុំមកភ្នំពេញដំបងខ្ញុំបានជិះកង់ទៅធ្វើការហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានសេចក្តីសង្ឃឹមអីសោះពេលមួយដែលខ្ញុំទៅក្រុមជំនុំជាមួយនឹងបងស្រីរបស់ខ្ញុំសពមួយដងដូចជាគាត់នាំខ្ញុំទៅតែអ្វីដែលខុសប្លែកពីសពមួយដងគឺនៅពេលនោះគ្រូគង្វាលគាត់បានចែកចាយពីមេរៀនមួយដែលតាក់ទងទៅនឹងឪពុកហើយពាក្យមួយដែលវារំជួលចិត្តខ្ញុំមែនតើនៅពេលហ្នឹងគឺពាក្យឪពុកដែលនៅឋានសួគ៌ហើយនៅពេលនោះចប់ពីការអធិប្បាយមួយហ្នឹងលោកគ្រូគង្វាបានឲ្យយើងទាំងអស់គ្នាថ្វាយដួងចិត្តទៅកាន់ព្រះអង្គហើយយើងបានអធិដ្ឋានអញ្ចឹងនៅពេលនោះខ្ញុំបានអធិដ្ឋានថាព្រះអង្គព្រះយេស៊ូវបើសិនជាព្រះអង្គមានពិតមែននៅក្នុងជីវិតរបស់ខ្ញុំចង់ឲ្យព្រះអង្គបង្ហាញខ្ញុំថាព្រះអង្គមានពិតមែនអញ្ចឹងនៅពេលនោះខ្ញុំបានបិទភ្នែកអធិដ្ឋានដូចជាការដឹកនាំរបស់គ្រូគង្វាលនៅទីនោះឲ្យយើងបិទភ្នែកអធិដ្ឋានទៅហើយមានពាក្យមួយដែលគាត់និយាយនៅពេលនោះថាសូមអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងចិត្តរបស់យើងអញ្ចឹងនៅពេលនោះខ្ញុំបិទភ្នែកហើយខ្ញុំបាននិយាយទៅកាន់ព្រះអង្គថានៅក្នុងថ្ងៃនេះគឺខ្ញុំអនុញ្ញាតឲ្យព្រះអង្គធ្វើការក្នុងជីវិតរបស់ខ្ញុំមិនថាផ្នែកណាមួយនៅក្នុងចិត្តរបស់ខ្ញុំមានទាំងខ្ញុំដឹងឬក៏ខ្ញុំមិនដឹងទេតែសូមឲ្យព្រះអង្គធ្វើការអញ្ចឹងនៅពេលហ្នឹងពេលដែលខ្ញុំបិទភ្នែកហ្នឹងទឹកភ្នែករបស់ខ្ញុំហូរខ្ញុំមានអារម្មណ៍ថានៅពេលហ្នឹងទឹកភ្នែកខ្ញុំហូរប៉ុន្តែផ្ទុយស្រឡះដួងចិត្តរបស់ខ្ញុំមានអំណរមានសន្តិភាពទាំងដែលទឹកភ្នែកយើងហូរជាច្រើនបើសិនជាទឹកភ្នែករបស់យើងហូរគឺជាមួយនឹងភាពសោកសៅអីចឹងប៉ុន្តែព្រះអង្គឲ្យទឹកភ្នែកខ្ញុំហូរជាមួយនឹងអំណរហើយនឹងសេចក្តីសង្ឃឹមនៅក្នុងខ្ញុំអញ្ចឹងនៅពេលថ្ងៃនោះដែរខ្ញុំបានទទួលសេចក្តីសង្ឃឹមដែលមកពីព្រះអង្គដែលធ្វើការនៅក្នុងចិត្តរបស់ខ្ញុំព្រះអង្គបានឲ្យខ្ញុំរកឃើញថាខ្ញុំជាមនុស្សបាត់បង់ជាមនុស្សបាក់បែកប៉ុន្តែអ្វីដែលព្រះអង្គឲ្យខ្ញុំរកឃើញនៅលើដែលព្រះអង្គប៉ះពាល់ហ្នឹងគឺសេចក្តីសង្ឃឹមថ្មីដែលព្រះអង្គត្រាស់ហៅខ្ញុំនៅក្នុងជីវិតជាអ្នកដែលជឿនឹងដើរតាមព្រះអង្គខ្ញុំចាប់ផ្ដើមអនុញ្ញាតឲ្យរៀនស្ដាប់សំឡេងរបស់ព្រះអង្គពីថ្ងៃនេះមកហើយព្រះអង្គបានមានព្រះបន្ទូលតាមរយៈការដែលយើងចំណាយពេលនឹងអធិដ្ឋានអានព្រះគម្ពីរការទៅក្រុមជំនុំព្រះអង្គបានបញ្ជាក់ខ្ញុំយ៉ាងច្បាស់ប្រកបមែននៅអ្វីដែលព្រះអង្គបានបំពេញមកកាន់ខ្ញុំអត់ដែលនៅតែឯងខ្ញុំមានក្រុមគ្រួសារខ្ញុំមានអ្នកនៅជុំវិញខ្លួនខ្ញុំមានក្រុមជំនុំខ្ញុំមានអ្នកទាំងអស់គ្នាចាំជ្រោមជ្រែងជាពិសេសព្រះអង្គអញ្ចឹងនៅពេលដែលខ្ញុំ